វិធីសាស្ត្រនេះពិតជាលុយផ្លែកមែនតើតែឥឡូវយើងមកឆ្នៃដបបាញ់ឆ្នាំបាញ់ spray បាញ់ឆ្នាំយើងដូចជាបោះយើងទិញគេវាមានកំប៉ុងឥឡូវយើងមិនបាច់ចាំប្រើកំប៉ុងនឹងទៀតទេយើងប្រើកំប៉ុងហ្នឹងគឺវាខាតច្រើនមែនតើបើសិនជាយើងឆ្នៃធ្វើរបៀបនេះបានបងប្អូនអាចឆ្នៃតាមវិធីសាស្ត្រនេះទៅវាកាត់បន្ថយការទិញគេហើយយើងចំណេញថវិកាច្រើនព្រោះយើងទិញ spray ដែលកំប៉ុងដែកហ្នឹងវាគិតទៅមួយកំប៉ុង10000ជាងដែរតែវាច្រើនបើសិនជាយើងកែច្នៃរបៀបដាក់ដបទឹកក្រូចបាញ់គឺថាយើងចំណាយលុយទិញតាថ្នាំមួយកំប៉ុងណាកំប៉ុងធំមួយកំប៉ុងតែប្រហែលជា10000ជាងដែរហើយយើងយកមកបាញ់ដាក់បានមិនចេះតិចដងទេឥឡូវយើងមកមើលពីរបៀបកែច្នៃទាំងអស់គ្នាហ្នឹងហើយបងប្អូនមានដបទឹកក្រូចឆ្នៃដូចគេតាមវីដេអូខាងដើមហ្នឹងមកហើយបន្ទាប់មកយើងយកអា spray យើងអាកំប៉ុងដែកហ្នឹងយើងយកកាត់វាមកដើម្បីយើងយកក្របឃ្លីវាយកក្របឃ្លីវាហ្នឹងលាងចេញឲ្យស្អាតមកយើងលាងជូតស្អាតបន្តមកទៀតយើងយកអាកវាខាងលើហ្នឹងយើងដោះយោដោះឲ្យវាលាងចេញឲ្យស្អាតដែរដូចគ្នាហើយយើងយកទឹកកលទឹកសាំងអាហ្នឹងសាំងក្អូបយើងក៏យកលាងបានដែរសាំងធម្មតាយើងក៏យើងយកលាងបានដូចគ្នាហើយបន្តមកយើងដោះអាក្បាលវាហ្នឹងដោះឲ្យយើងខាត់ដោះលាងឲ្យស្អាតមកយើងដើម្បីនោះយើងកាត់យកអាម្សៅក្នុងវាហ្នឹងសម្រាប់យើងស្កត់បាញ់យើងឆ្នៃដាក់ដបទឹកក្រូចកូកាយើងក៏បានអីក៏បានដែរតាមចិត្តបងប្អូនតាមបេះដូងបងប្អូនប៉ុន្តែគ្រាន់តែជំហានមតនការទៅមតនការបងប្អូនមើលតាមវីដេអូហ្នឹងបើសិនជាធ្វើខុសពីត្រង់ទេវីដេអូហ្នឹងខ្លាចបាញ់អត់កើតហើយចំណេញពេលវេលាចំណេញច្រើនមែនតើហើយបងប្អូនមើលវីដេអូហ្នឹងកុំកំណាញ់អី share វីដេអូហ្នឹងចែករំលែកឲ្យបងប្អូនយើងគាត់មិនទាន់បានឃើញឲ្យគាត់រៀនធ្វើតាមទាំងអស់គ្នាដើម្បីកាត់បន្ថយការចំណាយទាំងអស់គ្នាហើយបន្តមកទៀតយើងយកអាក្បាលហ្នឹងកាត់វាឲ្យស្អាតមកកាត់វាខាត់វាហើយយើងយកមកឡមួយអាកម្របទឹកក្រូចដែលយើងដាក់វាហ្នឹងហើយយើងចោះរុនហើយយើងជាឲ្យវាស្អាតមកដើម្បីយើងដាក់ចូលទឹកមកវាមុតដៃមុតជើងមកវាទើសអញ្ចឹងហើយយើងដាក់កាវយើងអាកាវទៀនយើងហ្នឹងដាក់វាជាប់ឲ្យវាណែនល្អហើយបន្តមកទៀតយើងដាក់កាវមួយតង់ទៀតដើម្បីវាធានាថាវាជាប់ហើយយើងយកម្សៅអីក៏បានម្សៅអីក៏បានដែរឬក៏កតិចផេកតិចអីមកយើងយករួយពីលើអាកម្របវាហ្នឹងដើម្បីឲ្យវាធានាថាវាជិត100%ហើយយើងរួយកែ5នាទីទៅវាស្ងួតទៅយើងអាចដាក់អាកន្លែងស្កត់បាញ់បានហើយយើងដាក់ជាយោចូលទៅបន្តមកទៀតបងប្អូនមួលបញ្ចូលទៅហើយដាក់ក្របឃ្លីវាចូលផងដើម្បីយើងងាយស្រួលក្លុកហើយយើងកាត់ដបមកយើងកាត់ដបមួយមកយើងដើម្បីលាយថ្នាំវាលាយថ្នាំមកកំប៉ុងហ្នឹងបាញ់បានចេះតិចដងទេបងប្អូនគឺថាចំណេញច្រើនហើយយើងចាក់ថ្នាំចូលហើយយើងដាក់សាំងក្អូបសម្រាប់លាយថ្នាំហ្នឹងហើយយើងកូរមកយើងកូរវាឲ្យសព្វឲ្យល្អមកហើយយើងចាក់ចូលដបប៉ុណ្ណឹងយើងអាចបាញ់បានហើយវាអត់មានអីពិបាកធ្វើទេបងប្អូនងាយគឺថាងាយមែនតើងាយស្រួលធ្វើបំផុតហើយកំប៉ុងហ្នឹងយើងមិនប្រើតែម្ដងចាំប្រើបានច្រើនដងបន្តមកយើងសប់ខ្យល់បងប្អូនកុំភ្លេចសប់ខ្យល់ផងដើម្បីវាមានជាតិខ្យល់បាញ់ចេញថ្នាំហើយបងប្អូនវីដេអូហ្នឹងក៏មានច្រើនមានតែប៉ុណ្្នឹងទេបងប្អូនជួយចែកម្លែកវីដេអូនេះម្នាក់មួយផងឲ្យបងប្អូនយើងតបានឃើញឲ្យគាត់ធ្វើតាមទាំងអស់គ្នាកុំកំណាញ់អីហើយជាចុងក្រោយសូមបងប្អូនមេត្តាជួយចុច follow page ម្នាក់មួយផងបងប្អូនកុំកំណាញ់អីបងប្អូនគាត់ចុច follow ដើម្បីតាមដានវីដេអូថ្មីៗដែលខ្ញុំផុសជាបន្តបន្ទាប់អរគុណ